បឿងដែលមានទីតាំងនៅក្នុងស្រុកកំពង់លែងសម្ដេចតេជោហ៊ុនសែនបានបន្តថា40ឆ្នាំក្រោយកំពង់ឆ្នាំងប្រែក្លាយជាខេត្តអភិវឌ្ឍមួយចំណែកខ្ញុំសម្ដេចក៏មានវ័យចំណាស់ពី32ឆ្នាំមក72ឆ្នាំផងដែរជាមួយនឹងសំណេរខាងលើនេះសម្ដេចតេជោហ៊ុនសែនក៏បានភ្ជាប់នៅរូបថតកាលពី40ឆ្នាំមុនដែលមានអតីតអភិបាលខេត្តកំពង់ឆ្នាំងលោកដោកនរិនអមដំណើរអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី15ឧសភានេះថានាថ្ងៃទី13ដល់ថ្ងៃទី15ឧសភា2025នេះនៅរដ្ឋធានី Washington សហរដ្ឋអាមេរិកឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងលោកជំទាវ ជាន់និមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិកចូលរួមកិច្ចប្រជុំចរចាជុំទី1លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកជាមួយភាគីសហរដ្ឋអាមេរិកដឹកនាំដោយលោកជំទាវ សារ៉ាអែល លឺមែនអនុប្រធានលំណានពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកសេចក្តីប្រកាសព័ត៌មានដដែលបន្តថានៅក្នុងកិច្ចប្រជុំចរចាជុំទី1នេះភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នាលើការពង្រឹងបន្ថែមនៅទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីនឹងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រៀងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី2នៅសប្តាហ៍ទី1នាខែមិថុនាឆ្នាំ2025ខាងមុខនេះនៅរដ្ឋធានី Washington អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថារាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៅបន្តធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់បំផុតជាទុនជនជាទីគោរពចានាងខ្ញុំសូមបញ្ចប់ព័ត៌មាន 5 Minute News របស់ទូទូភិនអិនទៅពេលនេះចានាងខ្ញុំទេពសុរាវីរួមនឹងសហការីទាំងអស់របស់ទូទូភិនអិនសូមអរគុណនិងសូមជម្រាបលាខ្ញុំឈ្មោះអ៊ីនវ៉ៃសានអ៊ីនមានន័យថាពពកសានមានន័យថាអាវឈ្មោះពិតជាពិរោះណាស់គេថានៅក្នុងក្រុមកូនកំមុំចូលច្រឡំភ្នំមានឃាតករអូហ្វុងបន្លំខ្លួនតើនាងជាឃាតករអូហ្វុងឯងសត្វដង្កូវចូលរណ្ដៅហើយមិនដីផ្លាស់ប្ដូរកុំសងគ្រោះថ្នាក់ចាំបាច់ឲ្យពួកគេសម្រេចកិច្ចការគឺបានហើយ